Hello guys សួស្តីអ្នកទាំងអស់ថ្ងៃនេះខ្ញុំចេញមកឈ្មោះទីរៃគឺជួយពិចារណាខ្ញុំតិចខ្ញុំអត់ដឹងថាវាជាជំងឺមួយដែលខ្ញុំគេហៅថាខ្ញុំអត់ចូលចិត្តការក្បត់ពាក្យសន្យាទេមិនថារឿងតូចរឿងធំអ្វីក៏ដោយគឺខ្ញុំចូលចិត្តគេហៅថា attention ដែលយើងជាមួយនឹងគេជាមួយនឹងយើងឧទាហរណ៍ដូចរឿងលុយខ្ញុំកម្រខ្ចីគេណាហើយមុននឹងខ្ញុំខ្ចីគេគឺខ្ញុំគិតហើយគិតទៀតហើយបើសិនជាខ្ញុំខ្ចីហើយមនុស្សខ្ញុំគឺខ្ញុំម៉ាត់ណាម៉ាត់ហ្នឹងខ្ញុំនឹងអូខេខ្ញុំនឹងសន្យាថាអូខេមុននឹងខ្ញុំខ្ចីគឺខ្ញុំហេតុអីខ្ញុំគិតឲ្យខ្ញុំគិតថាតើអញខ្ចីហើយតើលុយហ្នឹងខែក្រោយឬក៏ថ្ងៃក្រោយដែលខ្ញុំបានសន្យាជាមួយគេតើខ្ញុំអាចសងគេបានអត់ខ្ញុំអីបានអត់អញ្ចឹងឯងមនុស្សខ្ញុំនឹង stress ឡើងហ្នឹងតិចខ្ញុំមិនដឹងថាវាជាជំងឺផ្លូវចិត្តរបស់ខ្ញុំឬក៏វាមិនទេហើយមនុស្សខ្ញុំចូលចិត្តម៉ាត់ណាគឺម៉ាត់នឹងពាក់ព័ន្ធជាមួយលុយកាក់ពេលវេលានេះមួយគឺខ្ញុំច្បាស់លាស់ខ្ញុំអត់ចូលចិត្តហាយខាងថ្ងៃនេះស្អែកទៀតខ្ញុំ note ណា yes អានេះគឺ my feeling like ខ្ញុំនឹង note ពេលដែលខ្ញុំខ្ចីចឹងខ្ញុំថាអូខេថ្ងៃនេះខ្ញុំនឹងឲ្យបងថ្ងៃច័ន្ទអាទិត្យក្រោយអីចេះទៅ yes ថ្ងៃច័ន្ទបើសិនជាតែខ្ញុំកម្រនឹង let គេតែខ្ញុំនៅតែមានខ្ញុំធ្លាប់មានតែមុននឹងខ្ញុំ let គឺខ្ញុំត្រូវតែប្រាប់គេមុនពីសៅឬសុកអីចឹងទៅខ្ញុំនឹងប្រាប់ថាអូបងលុយខ្ញុំថ្ងៃច័ន្ទខ្ញុំមិនអាចឲ្យបងបានទេចេះមួយចុះពីរទៅក៏ប៉ុន្តែចំពោះអ្នកដែលគេខ្ចីខ្ញុំហើយអាមនុស្សយើងជាមនុស្សគេថារឿងលុយកាក់យើង strict ហើយយើង serious ខ្លាំងមែនតើហើយយើងអាចគិតថាវាដូចជាជំងឺផ្លូវចិត្តមួយគេហៅថាបើសិនជាអត់បានគឺយើងតែងយល់ទេខ្ញុំអត់ដឹងថាអាហ្នឹងគេហៅថាមិនទេខ្ញុំអត់យល់ទេតែខ្ញុំជាមនុស្សបែបហ្នឹងហើយពេលខ្លះវាមិនមែនទៅចំពោះរឿងលុយទេចំពោះរឿងអីផ្សេងក៏ដោយពេលដែលសន្យាមួយខ្ញុំគឺខ្ញុំតែងតែរងចាំហើយខ្ញុំតែងតែ expect ថាវានឹងបានក៏ប៉ុន្តែខ្ញុំតែងតែបរាជ័យកន្លែងហ្នឹងរហូតអញ្ចឹងខ្ញុំអត់យល់ថាវាជាជំងឺឬក៏ជាទម្លាប់នៃជីវិតរបស់ខ្ញុំហើយដូច yesអាហ្នឹងខ្ញុំខ្ចីគេណាខ្ញុំមានអារម្មណ៍បែបហ្នឹងហើយខ្ញុំក៏ expect ថាមនុស្សដែលគេខ្ចីខ្ញុំក៏គេឲ្យគិតដូចខ្ញុំអញ្ចឹងហើយពេលដែលណាគេខ្ចីខ្ញុំអញ្ចឹងខ្ញុំនឹងបោះពាក្យថាបងថ្ងៃណាឲ្យខ្ញុំបាន yes អូខេថ្ងៃណាឲ្យខ្ញុំបានអញ្ចឹងដល់ថ្ងៃហ្នឹងចាប់ដើមមករងចាំអង្គុយមើលថ្ងៃណាគេឆាតមកពេលណាគេឆាតមក like យល់តែពេលដែលគេមកសុំខ្ចីចិត្តទុតឲ្យគេតែពេលខ្ចីហើយដេកភ័យគេឲ្យអត់ទាំងតែអ្នកខ្លះដែលគេខ្ចីហ្នឹងគេមិនបានរត់ចោលយើងទេយើងអាចដឹងថាអ្នកខ្ចីហ្នឹងគាត់មិនរត់ទេ yes ឬក៏ accidentally អីគាត់អាចនឹង let ទេចឹងទៅក៏ប៉ុន្តែជាមនុស្សដែលគេហៅថាខ្ញុំមិនដឹងខ្ញុំឈួតឬក៏ជាខ្ញុំឲ្យគេខ្ចីលុយហើយខ្ញុំគាត់ថាចេះមួយចុះពីរអីចឹងទៅតាមពិតគេអត់ទៅណាទេតែយើងឈួតតែឯងព្រោះអីយើងគិតថាយើងចូលចិត្តម៉ាណាដើរលេងក៏អញ្ចឹងអូខេខ្ញុំនឹងណាត់មុនពេលវេលាដែលខ្ញុំដើរហើយខ្ញុំនិយាយមួយគ្នាទៅថាហែងទៅនេះអត់តែដល់ពេលចាក់ស្ដែងមែនតើថ្ងៃហ្នឹងហើយគេអត់ឆាតមកយើងដល់ពេលគេមកមិនគេឆាតមកខ្ញុំអត់បានទៅខ្ញុំរវល់ note ទៀតខ្ញុំនឹង note ព្រោះអីខ្ញុំអត់មានមិត្តភក្តិច្រើនខ្ញុំគិតថាវាអាចមកពីរឿងហ្នឹងរឿងមួយដែលខ្ញុំ expect ខ្ពស់ពេកហើយគេហៅថាជាមនុស្សដែលចូលចិត្តឲ្យ intention គេតែអត់ដែរហើយក៏ជាមនុស្សម្នាក់ដែលមិនដែរ intention ចេញពីមិត្តភក្តិឬក៏មនុស្សជុំវិញខ្លួនភាគច្រើនមានអត់មានតែភាគច្រើនគឺខ្ញុំអត់ទទួលបានបែបហ្នឹងអញ្ចឹងដល់ពេលមនុស្សខ្ញុំគេហៅថាខ្ញុំគិតឆ្វេងគិតស្ដាំគិតគ្រប់ចំណុចពេកដល់ពេលអញ្ចឹងខ្ញុំជ្រើសរើសក្នុងការអត់សូវមានមិត្តភក្តិទោះមានក៏លក្ខណៈដែរថានិយាយគ្នាធម្មតាវាមិនដល់ថ្នាក់ស្និទ្ធឬក៏អីមួយអញ្ចឹងដោយសារខ្ញុំគិតថាពេលដែលខ្ញុំមានអារម្មណ៍ថាស្និទ្ធខ្ញុំរត់ទៅ expect ខ្ពស់ចំពោះអ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងខ្ញុំគិតថាខ្ញុំមិនសូវមានមិត្តភក្តិហើយក៏អត់សូវមានអ្នកចូលចិត្តខ្ញុំដែរព្រោះអីគេអាចនឹងពេលខ្លះទៅគេអាចនឹងគិតថាអូយមួយនេះអញខ្ចីវាបន្តិចអញពឹងវាបន្តិចវាទាអញតែខ្ញុំចង់ប្រាប់អារម្មណ៍ខ្ញុំដូចគ្នាថាខ្ញុំជាមនុស្សម្នាក់ដែលគេហៅថាខ្ញុំ serious ជាមួយនឹងពាក្យសម្ដីពេលដែលខ្ញុំនិយាយហើយគឺខ្ញុំនឹងធ្វើលុះត្រាតែពាក្យសម្ដីមួយហ្នឹងដែលខ្ញុំក៏ធ្លាប់អត់គ្រប់ពាក្យសម្ដីតែខ្ញុំអត់គ្រប់ពាក្យសម្ដីចំពោះការដែលគេហៅថាអាចនឹងខ្ញុំនិយាយថាអញនឹងខ្ញុំនឹងឈប់ធ្វើការ yes ពាក្យហ្នឹង
nhom có bọt bị sụp đầy nhom là hột tai bẹ pon nâng pe beli bẹ pon nâng lôi cả bẹ pon nâng ai mũi cứ hay bẹ pon nâng attention mũi cứ nhom seriousមែនតើវាធ្វើឲ្យខ្ញុំពិបាកខ្សែគប់ជាមួយអ្នកផ្សេងវាធ្វើឲ្យខ្ញុំពិបាកក្នុងការយើងខ្សែគប់បានតែគ្រាន់ថាអាខួរក្បាលយើងរត់បុករៀបទុកតាក់ចង់ឈួត yes អញ្ចឹងពេលខ្លះទៅខ្ញុំនៅតែបន្ទប់ញ័រសើដើរចេញទៅណាហើយបើខ្ញុំដើរលក្ខណៈថាមនុស្សវាចូលចិត្តអញញ៉ៃហើយអ្នកខ្លះគេចូលចិត្តផឹកគេចូលចិត្តសុបាយតែបើខ្ញុំចូលចិត្តហូបខ្ញុំអត់ចូលចិត្តផឹកស៊ីខ្ញុំអត់ចូលចិត្តសុបាយលក្ខណៈដូច introvert ក៏វាមិនចំដែរក៏ប៉ុន្តែអាចនឹងយើងគេហៅថាprivate ខ្ពស់អីចឹងណាវាមិនខ្ពស់ឯណាតែវាដោយអារម្មណ៍ yes អើយខ្ញុំមិនដឹងថាខ្ញុំគួរកែមិនទេហើយសប្តាហ៍ថ្ងៃនេះក៏អត់ខ្ញុំអត់សូវមានមិត្តភ័ក្តិដែរហើយមួយទៀតពេលខ្លះទៅគេហៅថាបើសិនជាបាយគ្នាហើយគឺបាយហើយខ្ញុំអត់សូវតាក់តងអត់សូវញ៉ៃដោយសារអីខ្ញុំគិតថាពេលខ្លះទៅបើខ្ញុំអញញ៉ៃពេកឬក៏គេហៅថាចូលចិត្តគិតជំនួសគេពេលខ្លះវាជួយ comment តិចតើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបខ្ញុំអត់ហើយតើអ្នកទាំងអស់គ្នា control like emotional បែបហ្នឹងរបៀបម៉េចហ្នឹងឯងហើយចំណុចមួយទៀតបើសិនជាគេសុំជំនួយ 80% គឺខ្ញុំជួយ 20% ទៀតខ្ញុំកម្រ 20% ទៀតដែលខ្ញុំអត់ជួយលុះត្រាតែមនុស្សខ្ញុំគេហៅថាគុំគួនតែមិនមែនបានន័យថាគុំគួនបែបអាក្រក់ទេខ្ញុំគុំគួនគ្រាន់តែខ្ញុំចង់ save ខ្លួនឯងដោយសារខ្ញុំខ្ញុំនៅម្នាក់ឯងខ្ញុំ save ខ្លួនឯងអញ្ចឹងខ្ញុំគុំគួនលើកទី1ឧទាហរណ៍ថាឥឡូវគេសុំជំនួយខ្ញុំជួយអ្វីដែលវាមិនលើសពីសមត្ថភាពខ្ញុំគឺខ្ញុំជួយមិនថាការដឹកទៅនេះដឹកទៅនោះធ្វើនេះធ្វើនោះ yes ខ្ញុំជួយមិនថាលុយមិនថាកាក់មិនថាអីក៏ដោយខ្ញុំជួយសួរខ្ញុំទៀតខ្ញុំជួយទៀតសួរខ្ញុំទៀតខ្ញុំជួយទៀតហើយដល់ពេលដែលខ្ញុំទៀមទាវិញមិនទៀមទាចង់ថាពេលដែលខ្ញុំសុំវិញអត់ជួយអូខេខ្ញុំអាចនឹងមើលជាក់ស្ដែងថាអូគាត់ពិតជាអត់មានអូគាត់ពិតជាចេះពិតជាចុះតែពេលដែលគេហៅថាយើងអាចសាកល្បងនឹងចាំបាច់ដូចគ្នាគឺស្នើសុំរឿយទៅដៃគូមួយខាងទៀតអានេះក្នុងនាមមិត្តភ័ក្តិក្នុងនាមអីចឹង yes បើសិនជាគេមើលទៅគេអត់អើពើអត់អីជាមួយខ្ញុំគិតថាអូគេណែគេនិយាយជាមួយយើងគេត្រូវការយើងតែពេលគេត្រូវការខ្ញុំនឹងដកថយម្ដងតិចហើយខ្ញុំនឹងព្យាយាមបដិសេធតែខ្ញុំអត់និយាយទាំងអស់ពួកអីខ្ញុំគិតថារឿងទាំងអស់ហ្នឹងយើងអត់អាចទៅស្នើសុំឲ្យគេមកធ្វើឲ្យយើងបានទេលុះត្រាតែគេមានចិត្តស្មោះត្រង់ឬក៏គេលក្ខណៈស្រឡាញ់រាប់អានយើងដែរអញ្ចឹងខ្ញុំអត់និយាយតែគ្រាន់ថាខ្ញុំព្យាយាមបដិសេធដោយសារខ្ញុំគិតថាការនិយាយរឿងខ្លះវានិយាយទៅវាល្អតែរឿងខ្លះយើងនិយាយទៅវានាំទៅល្អក៏អញ្ចឹងយើងគិតថាយើងអាចនឹងរាប់គ្នាធម្មតាតែយើងឲ្យវាមានកម្រិតអញ្ចឹងណា yes អញ្ចឹងពួកអីបើយើងស្និទ្ធពួកអីដូចខ្ញុំនិយាយចឹងមនុស្សខ្ញុំគិតច្រើនចូលចិត្តគិតជំនួសគេហើយខ្ញុំគេហៅថាបកែតូចចិត្តបកែអំចិត្តអញ្ចឹងរឿងខ្លះខ្ញុំអត់សូវនិយាយទេហើយរឿងខ្លះទៀតខ្ញុំដឹងថាអូមនុស្សយើងវាគ្មានណាគេមកស្រឡាញ់យើងហើយមកជីវិតរបស់ខ្ញុំចិត្ត30នេះហើយក៏ខ្ញុំដឹងខ្លួនឯងច្បាស់ដែរថាមនុស្សខ្ញុំគ្មានវាគេហៅថាអាភ័ព្វនៅក្នុង friendship មិត្តភាពរវាងមិត្តភ័ក្តិមនុស្សស្គាល់គ្នាជុំវិញគឺខ្ញុំអាភ័ព្វហើយអ្វីក៏ខ្ញុំនិយាយចឹងគឺដូចថាភាគច្រើនពេលខ្លះខ្ញុំមិនដឹងថាមិនទេវាលក្ខណៈយើងធ្វើល្អធ្វើអីទៅពេលណាចំណាយទៀតវាអាចនឹងអភ័ព្វឬក៏ខ្ញុំមកពីខ្ញុំបកកាយចំណាយទៅខ្ញុំមិនដឹងទេតែគាត់ថាការចំណាយខ្ញុំគឺខ្ញុំស្ងាត់គឺខ្ញុំអត់មានទៅធ្វើបានណាគេទេតែគាត់ខ្ញុំមានអារម្មណ៍ថាហេតុអីក៏ពេលខ្លះខ្ញុំធ្វើល្អជាមួយអ្នកនេះតែអ្នកនេះគេអាចឃើញអីមកយើងឯងឧទាហរណ៍ថាមិនបាច់ចាំនិយាយអីទេដូចលេខខួបកំណើតអីចឹងទៅអញ្ចឹងណាយើងពេលដែលបោះគេយើងតែងតែឲ្យគេតែពេលយើងវិញគេស្ងាត់តែខ្ញុំក៏អត់និយាយអីដែរតែខ្ញុំមកគិតថារឿងបែបហ្នឹងគឺបើសិនជាគេមានចិត្តគេនេះយើងមិនគេនឹងឲ្យយើងតិចក្តីច្រើនក្តីអញ្ចឹងហើយក៏ប៉ុន្តែដូច yes
យើងអាចនឹងជាមនុស្សដែលគ្មានវាសនាខ្ញុំនិយាយមែនក្នុងមួយជីវិតខ្ញុំធ្លាប់ទទួលបាននំខួបកំណើតម្ដងនិងអ្នកដែលដូចសង្សារខ្ញុំឆ្នាំមុនគាត់ធ្វើខួបកំណើតដោយម្ដង28ឆ្នាំខ្ញុំទទួលបាន2គាត់ like អានេះវាជាការ drama ឬជាការចំណាយខ្ញុំអត់ដឹងទេតែអ្វីដែលខ្ញុំច្បាស់លាស់គឺរាល់ការនិយាយរបស់ខ្ញុំរាល់ការចំណាយរបស់ខ្ញុំអត់ដែលធ្វើឲ្យអ្នកដទៃមានបញ្ហាទេដោយសារខ្ញុំគិតថាយើងអាចនឹងតូចចិត្តយើងអាចនឹងចេះអាចនឹងចុះតែគ្រាន់តែអ្វីដែលល្អគឺខ្ញុំតូចចិត្តតែខ្ញុំឈួតតែខ្ញុំ yes ថ្ងៃនឹងចង់សេ bye bye love you comment មក handle បែបណាឬក៏ណាគេជួបអារម្មណ៍មួយនឹងដូចខ្ញុំខ្លះ